ប្រិមិត្តបានឃើញអានេះគឺជាមឈូសដែលសាច់ញាតិក៏ដូចជាក្រុមគ្រួសាររបស់អ្នកនាងលីលីរួមទាំងអ្នកបើករថយន្តតាក់ស៊ីនឹងបានធ្វើការដឹកយកមឈូសមកដល់ទីតាំងកន្លែងកើតហេតុក្រោយពីជនរងគ្រោះទាំងពីរនាក់គឺអ្នកនាងលីលីនិងអ្នកបើករថយន្តតាក់ស៊ីនឹងត្រូវបានឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃដោយយកសាកសពរុំជាមួយនឹងតង់កស៊ូហើយយកមកកប់នៅក្នុងដីឡូមួយកន្លែងជម្រៅ2ម៉ែត្រប្រិមិត្តបានហើយក៏ក្រាលចាក់បេតុងពីលើទៀតនេះគឺជាករណីឃាតកម្មដ៏សាហាវមែនទែនឥឡូវនេះសាច់ញាតិនិងក្រុមគ្រួសារបានរៀបចំយកនៅមឈូសប្រិមិត្តបាទដើម្បីយកដឹកនៅសាកសពប្រិមិត្តបាទដាក់នៅសាកសពប្រិមិត្តបាទដាក់នៅសាកសពរបស់ជនរងគ្រោះដែលត្រូវបានឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃក្នុងដីឡូខាងលើនេះប្រិមិត្តបាទឥឡូវនេះគឺជាមឈូសបាទដែលសាច់ញាតិនិងក្រុមគ្រួសារបានបញ្ជូនទៅខាងក្នុងហើយប្រិមិត្តបាទបញ្ជូនទៅខាងក្នុងហើយនេះគឺជាករណីឃាតកម្មដ៏រន្ធត់មែនទែនបាទដែលអ្នកនាងលីលីដែលជាភេទទី3ដល់ល្បីឈ្មោះរួមទាំងអ្នកបើករថយន្តតាក់ស៊ីម្នាក់ហ្នឹងត្រូវបានឃាតករសម្លាប់ដោយរុំជាមួយនឹងតង់កស៊ូបាទទាំងពីរនាក់យកមកកប់នៅក្នុងដីឡូខាងលើនេះប្រិមិត្តបាទឥឡូវនេះដឹកយកចូលទៅខាងក្នុងហើយប្រិមិត្តបាទអូរន្ធត់ណាស់បងប្អូនបាទរន្ធត់ណាស់បាទគឺរន្ធត់មែនទែនបាទសម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើកជាស្គរលើកជាខ្លាញ់លើកជាអាស៊ីតឬក៏លើកឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុករយតាមសាច់ដុំក្រហាយបាតជើងសក្តាបាតជើងបបាក់ក្នុងការគេងឥឡូវខ្ញុំសូមណែនាំជាមួយនឹងកៅអីបាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបាត់បញ្ហាឈឺចុកចាក់ទឹករយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបងអង្គពុំវិញលោកតាយាយគ្រាន់តែបិទនៅលើបាតជើងមុនចូលគេងហើយស្អែកព្រលឹមឡើងនៅពីគេងយើងបកចាញ់គឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបូងនឹងមកអញ្ចឹងបងអង្គវិញអាចរកទិញបាននៅលើទីផ្សារទូទាំង25ខេត្តក្រុងឬក៏អាចតំណតំតាម Page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបានជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាអូនអាចរៀបរាប់បន្តិចបានទេប្អូនត្រូវជាមិត្តភ័ក្តិក៏ដូចជាអ្នកស្គាល់គ្នាជាមួយអ្នកនាងលីលីនឹងហើយប្អូនអាចប្រាប់បានទេតើជុំវិញករណីឃាតកម្មដ៏សាហាវហ្នឹងដែលគេសម្លាប់អ្នកនាងលីលីយកសាកសពមកកប់ក្នុងដីហ្នឹងប្អូនទទួលដំណឹងហ្នឹងនៅវេលាម៉ោងប៉ុន្មានដែរប្អូនតាមឃើញភ្លាមព័ត៌មានតែរឿងហ្នឹងវាពួកខ្ញុំដឹងយូរហើយតែពួកគេប៉ូលីសគេធ្វើការគេឲ្យនិយាយអូចាប្អូនដឹងហ្នឹងនៅពេលដែលដឹងហ្នឹងដឹងយ៉ាងម៉េចដែរប្អូនដឹងរឿងអីខ្លះដែរប្អូនដឹងតើថ្ងៃគេចាប់គាត់ថ្ងៃដំបូងហ្នឹងបងថ្ងៃដំបូងហ្មងថ្ងៃដំបូងដែលគេចាប់គាត់ហ្នឹងអ្នកណាអ្នកចាប់ដែរបងអូនបរិសុទ្ធជនជាតិចិនបងអូជនជាតិចិនហ្នឹងចាប់គាត់ហ្នឹងចាប់ជាការចាប់ចម្រិតឬក៏ជាករណីអីដែរបងអូនខ្ញុំអាចចាប់ចម្រិតច្រើនជាងបងអូនៅពេលដែលក្រុមគ្រួសារបានដឹងដំណឹងហ្នឹងតើដឹងហ្នឹងជនជាតិចិនអ្នកប្រាប់ឬក៏អ្នកណាអ្នកប្រាប់ដែរបងអូនមិត្តភក្តិគាត់មិត្តភក្តិដែលទៅជាមួយគាត់រហូតរួចខ្ញុំតាំងគាត់ហ៊ានបញ្ចេញឈ្មោះឲ្យបងខ្ញុំហ៊ាននេះមានអ្នករួចទៀតចឹងហ្នឹងហើយបងអូទៅគ្នាប៉ុន្មានអ្នកដែរបងអូន3នាក់រួច2នាក់បងទៅនឹងមានអ្នកនាងលីលីនិងមិត្តភក្តិ2នាក់ទៀតចាតាំងខ្ញុំហ៊ានបញ្ចេញឈ្មោះគេខ្ញុំអត់សូវដឹងច្បាស់ខ្ញុំអត់ហ៊ាននិយាយទេអូបងអូនអាចប្រាប់បានទេតើអ្នកនាងលីលីគាត់បាត់ដំណឹងតាំងពីថ្ងៃណាដែរបងអូនអាចជា23ហ៎បង23ហ្នឹងគាត់ចាប់ផ្ដើមបាត់ខ្លួនហើយចាដឹងថាជាករណីជនជាតិចិនចាប់គាត់ណែបងអូនណាហ្នឹងហើយបងហ្នឹងហើយនៅពេលដែលចាប់នឹងក្រុមគ្រួសារបានប្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងម៉េចខ្លះដែរបងអូនក៏ចាជ្រាវដល់ពេលបងអូនខ្ញុំរៀងដឹងច្រើនជាងខ្ញុំវាគេក៏អូនអាចរៀបរាប់បន្តិចមើលបងអូនពេលបាត់ដំបូងហ្នឹងពួកយើងបានពាក្យបណ្ដឹងនៅបង48ម៉ោងហើយបន្ទាប់មកក៏សមត្ថកិច្ចគាត់ធ្វើការទៅក៏ស្រាវជ្រាវដឹងទីតាំងទី1ទី2បាត់ដំណឹងចង់ក្រោយមកអស់នៅណាអញ្ចឹងបងតែខ្ញុំអាចបញ្ចេញបានទៅបងពួកបងសមត្ថកិច្ចក៏ធ្វើការបងដល់ពេលបន្ទាប់មកទៀតក៏បាត់រហូតដល់ត្រឹមល្ងាចមិញនៅពេលដំបងឡាយហ្នឹងក៏ពួកខ្ញុំបានមើលឡាយក៏ពួកខ្ញុំដឹងទៅនឹងថាពិតជាគាត់មែនបងអ្នកដែលស្លាប់នៅក្នុងដីឡូហ្នឹងមានអ្នកណាខ្លះដែរបងអូនមានបងប្រុសខ្ញុំម្នាក់ដែលជាតាក់ស៊ីហើយមានបងស្រីខ្ញុំដែលខ្ញុំតែងហៅគាត់ថាម៉ាក់បាទឈ្មោះអីដែរបងអូនឈ្មោះគាត់លីបងបាទនៅពេលដែលក្រុមគ្រួសារបានដឹងដំណឹងហ្នឹងយ៉ាងម៉េចដែរបងអូនពេលដែលពួកខ្ញុំដឹងភ្លាមហ្មងខ្ញុំប្រាប់បងចឹងពួកខ្ញុំមិនគិតថាគាត់ទេព្រោះអីពួកខ្ញុំទាំងអស់គ្នាសង្ឃឹមថាពួកចាប់ជំរិតគាត់ត្រឡប់មកវិញពួកចាប់ជំរិតយើងឲ្យលុយវាពួកវានឹងប្រឡែងគាត់មកវិញវាទាប៉ុន្មានដែរបងអូនខ្ញុំអត់ដឹងចំនួនទេបងអត់ដឹងចំនួនជាក់ស្ដែងទាប្រហែលដឹងថាក្នុងការធ្វើការហ្នឹងគឺចាប់ជំរិតយកហ្មងបងបាទបងបាទ
បាទបងអូនស្រីវិញបងអូនអាចរៀបរាប់បន្តិចបានទេបងអូនជុំវិញហេតុការណ៍ដែលបងអូនធ្លាប់ត្រូវជនជាតិចិនហ្នឹងចាប់ឲ្យយកកភ្លើងយកកបិតមកគម្រាមរកសម្លាប់ដូចអ្នកនាងលៃចឹង ខ្ញុំរឿងហ្នឹងគឺជួបប្រទេសខ្លួនឯងជាប្រមាណដូចជា5ដូចជា4ខែ5ខែមុនហើយគឺខ្លួនឯងលើខ្ញុំផ្ទាល់ហ្មង អូ5ខែមុនហ្នឹងបងអូនធ្លាប់ជួបរឿងដូចអ្នកនាងលៃចឹងដែរដែលត្រូវជនជាតិចិនចាប់ចឹងដែរណាបងអូនណា ហ្នឹងហើយបងហ្នឹងហើយ នៅពេលហ្នឹងវាតាក់ទងបងអូនយ៉ាងម៉េចបានធ្វើការចាប់បងអូនបានបងអូន នេះថាយើងធ្វើដូចវាស្រឡាញ់គ្នាវាអញ្ចឹងស្គាល់គ្នាយូរទៅអញ្ចឹងទៅណាត់ជួបគ្នាអញ្ចឹងហើយយើងបានណាត់បានកេងមួយគ្នាគេអញ្ចឹងតបមកគេយូរទៅវាកម្រងវិញមើលទៅវាអត់ស្រួលវាយកកភ្លើងហើយយកកវិតគម្រាមយើងមានន័យថាវាចង់ធ្វើអីខ្ញុំមួយអញ្ចឹងខ្ញុំក៏តាមតាណាតាមគាត់សិនទៅខ្ញុំគេមួយគាត់បាន2ដងហើយតបអញ្ចឹងទៅខ្ញុំក៏ចូលកតុកទឹកខ្ញុំដឹងថាអត់ស្រួលហើយខ្ញុំថាភាពកាន់អត់ស្រួលនឹងចាប់ខ្ញុំហីគាត់នៅតាក់តងទៅមិត្តភក្តិគាត់ដឹងអត់ស្រួលនឹងមកចាប់ខ្ញុំខ្ញុំធ្វើ style មួយចូលកតុកទឹកមួយទឹកផ្លែតខ្ញុំគេមួយគាត់2ដងហើយណាដល់ពេលហើយខ្ញុំក៏ហត់ចឹងទៅក៏ប្រឡែងឆ្កែ2ប្រឡែងឆ្កែបាក់សេធំដល់ដេញខំខ្ញុំហត់មកចេញដល់ក្រៅ ហើយមកចាប់ខ្ញុំដល់ ទៅដេកនឹងដេកនៅផ្ទះសនៈឬក៏ស្ថាគារឬក៏ផ្ទះវាផ្ទាល់បង ផ្ទះគាត់វិឡានឹងធំខ្លាំងបងឆៅហ្នឹងហើយ អូសាហាវណាបងណាបងណាមានអី5ផ្ញើទៅដល់អ្នកដែលគាត់ប្រកបរបរដូចបងនេះបងដើម្បីឲ្យប្រុងប្រយ័ត្នជាមួយនឹងជនជាតិចិនឥឡូវហ្នឹង ខ្ញុំ5បងប្អូនស្រីដែលធ្វើការយប់ត្រូវថេកខ្វែខ្លួនឯងផងឥឡូវជនជាតិចិនមិនដូចលើកមុនទេណាចិនចាយលើឥឡូវចិនឥឡូវគឺប្លន់ឲ្យលុយលុយយើងខ្លួនឯងផ្ទាល់ហ្មងខ្ញុំនិយាយចង់អូដាំកគឺជួបខ្លួនឯងផ្ទាល់រនថត់រហូតដល់ជួបរឿងនឹងចឹងទៀតខ្ញុំមានរនថត់ខ្លួនឯងផ្ទាល់ហ្មង អរគុណច្រើនណាបងអូនណាចូលរួមដែលទុកផងបងអូនស្រីអាចរៀបរាប់បន្តិចបានទេបងអូនក៏ជាជនរងគ្រោះម្នាក់ដែលធ្លាប់ត្រូវបានជនជាតិចិនធ្វើការចាប់ចម្រិតចងដៃចងជើងនិងធ្វើការវាយដំទៅលើរាងកាយរបស់បងអូនកន្លងមកឥឡូវនេះបងអូនបានឃើញច្បាស់នឹងភ្នែកអីគឺអ្នកនាងលៃហ្នឹងគឺត្រូវបានឃាតករដែលជាជនជាតិចិនហ្នឹងបានធ្វើការសម្លាប់ជាមួយអ្នកបើករថយន្តតាក់ស៊ីហើយយកសាកសពមកកប់នៅក្នុងដីឡូក្នុងទឹកដីជ្រោយច្បារនេះក្នុងនាមបងអូនជាជនរងគ្រោះកន្លងមកបងអូនមានអីបញ្ជាក់នៅក្នុងវីដេអូនេះបន្តិចទេកុំឲ្យស្ត្រីរងគ្រោះផ្សេងទៀតគាត់ចាញ់បោកនៅជនជាតិចិនខាងលើហើយបោកបញ្ឆោតយកទៅសម្លាប់បន្តទៀតបង ខ្ញុំមានតែប្រាប់អ្នករស់ស៊ីអ្នកក្រោយពេលឡើងភ្ញៀវពេលអីប្រុងប្រយ័ត្នផងពេលឡើងភ្ញៀវអីសូមគេស៊ូគេបរិសុទ្ធនៅក្រោមថាជនជាតិចិនហ្នឹងម៉ានអ្នកអីម៉ានអ្នកមុនឡើងទៅស៊ូបងនៅក្រោមសិនថាម្នាក់អូខេឡើងទៅអូខេស្មើតែបើថាពីbênឯងកំឡើងទៅសយថាវាកម្រងប្លន់ហ្នឹងគឺប្លន់ហ្មងហើយវាឆ្លាតការប្លន់ខ្ញុំមិនដំបូងមកដឹងទេស្មានតែឯងទេពេលទៅដល់ទៅគ្នាវា3នាក់គ្នាវា2នាក់ទេនៅ Venon ប៉ះ Venon ហ្មងខ្ញុំអត់ដឹងថាមានគ្នាវា3នាក់ទេតម្នាក់ទេពេលទៅដល់មានណាគ្នាវា3នាក់ព្រួតយើងហ្មងស្នាងពេលនឹងខ្ញុំអត់អីគ្រាន់តែវាធ្វើទៅកម្មភាពឆក់វាយធម្មតាមកយល់លន់វាអត់ហ៊ានស្លាប់បងអូនតើនៅពេលដែលទៅដល់នៅក្នុងបន្ទប់ស្ថាគារជាមួយជនជាតិចិនហ្នឹងតើមុនពេលដែលវាចាប់ចងដៃចងជើងបងអូនហ្នឹងវាធ្វើសកម្មភាពយ៉ាងម៉េចខ្លះដែរបងអូន មិនដំបងវាចូលមិនដំបងការហ្នឹងខ្ញុំអត់ដឹងថាវានៅ3នាក់ទេវាអត់តន់ទេមកទេវានៅខាងលើវាបក់ដៃហ្មងវាស្មានតែយើងមានគ្នាពី2នាក់តែពេលហ្នឹងខ្ញុំនៅតែឯងទេទៅតែឯងទេក៏វាចូលមកយកហើយពេលហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍ខ្ញុំបានសួរបរិសុទ្ធអីទេស្មានតែវានៅតែឯងពេលឡើងទៅដល់វាតែឯងទេពេលវាដេកមកយើងរួចហើយពេលដែលឲ្យខ្ញុំមកដែលឲ្យខ្ញុំរួចហើយគ្នាវាជិះមក2នាក់គឺក្រឹបយើងយកហ្មង ប្លន់យើងយកបារោយហ្មងតែពេលនោះខ្ញុំស្ពះគេរហូតបងគេទៅពះហើយណៃយកទៅខ្ញុំសុំតែជីវិតខ្ញុំតែប៉ុណ្្នឹងបានខ្ញុំហល់វាចង់ដៃចង់ជើងបងណាយ៉ាងមិនខ្លះដែរបងពេលហ្នឹងវាធ្វើកម្មភាពឆក់ក្បាលយើងឆក់ឲ្យធ្វើយើងសងហើយវាចាប់ដើមធ្វើកម្មភាពផ្ទះយើងយកមកយើងសងហើយចាប់ដើមចង់ដៃចង់ជើងហើយឲ្យយើងទេទៅគ្រួសារឲ្យតម្លាក់លុយឲ្យវាបងយល់អត់អូនឯងធ្វើមិនបានរស់រៀនមានជីវិតបងខ្ញុំសុំបងវាទៅពះវាថាខ្ញុំកូនអ្នកក្រទេខ្ញុំអត់មានអីទេម៉ែឲ្យខ្ញុំកុហកវាថាម៉ែឲ្យខ្ញុំស្លាប់អស់ហើយខ្ញុំមានអីទេណែយកទៅទុកជីវិតឲ្យខ្ញុំទៅខ្ញុំរកលុយចំគ្រួសារខ្ញុំទៅពះវាឲ្យយំរហូតក៏វាអាណិតក៏វាអត់ធ្វើអីទេវាប្លន់តែលុយឲ្យចូលទៅខវាចោដដៃចងជើងវាដាក់ខ្ញុំលើខេហ្មងហើយវាបោះលុយយើង15000ទៀតដល់វាបោះលុយកដាមកយើងហ្មងបងឯងអាណិតទេបងនៅពេលដែលឃើញលៃត្រូវបានឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃដោយយកសាកសពជាមួយនឹងអ្នកបើកឡានតាក់ស៊ីនឹងរួមជាមួយតង់កស៊ូយកមកកប់នៅក្នុងដីជម្រៅ2ម៉ែត្រហើយក្រាលបេតុងពីលើទៀតខ្ញុំមានអារម្មណ៍ថាតក់ស្លុតអាណិតគាត់ខ្ញុំនិយាយអត់ចេញសារឃើញចង់មានអារម្មណ៍ថាដូចខ្លួនឯង
ចឹងមកយល់អត់មានអារម្មណ៍ថាអាណិតគាត់អត់ អូនឯងមានអីអធិដ្ឋានដល់អ្នកនាងលៃហ៎ ខ្ញុំមានអីទេមានតែឲ្យបងទៅបានសុខកុំឲ្យមួយខ្ញុំយ៉ាចឹងខ្ញុំ អូនឯងក៏ធ្លាប់ជួបហេតុការណ៍ចឹងអារម្មណ៍នឹងនៅរន្ធត់ណាបងអូនណា ធន់នៅតែភ័យទេបងនៅតែភ័យតក់ស្លុតនៅក្នុងគ្រូក្បាលខ្ញុំមានប៉ុណ្ណឹងហ្មង បាទអរគុណច្រើនបងអូនអរគុណមែនតើបាទប្រិមិត្តបានស្គាល់គាត់រួចហើយបងអូនស្រីខាងលើគឺជាជនរងគ្រោះម្នាក់ដែលធ្លាប់ត្រូវបានជនជាតិចិនហ្នឹងបាទធ្វើការចាប់បាទចងដៃចងជើងដោយប្លន់យកលុយនិងចម្រិតយកលុយផងដែរឥឡូវនេះគឺមានករណីថ្មីមួយទៀតហើយដោយអ្នកនាងលៃហ្នឹងគឺគាត់មិនអាចរស់រានមានជីវិតទេប្រិមិត្តបាទដោយត្រូវបានជនជាតិចិនបាទធ្វើការសម្លាប់រួចបាទដឹកយកសាកសពមកកប់ចោលតែម្ដងប្រិមិត្តបាទជាករណីឃាតកម្មដ៏រន្ធត់មែនទែននៅដើមខែមិថុនាដែលគ្រាន់តែចូលទំព័រខែថ្មីភ្លាមគឺមានករណីដ៏សាហាវព្រៃផ្សៃដែលអ្នកនាងលៃដែលជាភេទទី3ដល់ល្បីឈ្មោះនៅក្នុងបណ្ដាញសង្គមត្រូវបានឃាតករដៃឆៅបានធ្វើការសម្លាប់ជាមួយអ្នកបើករថយន្តតាក់ស៊ីម្នាក់ទៀតហើយយកបាទដោយដឹកយកសាកសពបាទជនរងគ្រោះទាំងពីរនាក់ហ្នឹងរុំជាមួយតង់ហើយយកមកកប់នៅក្នុងដីឡូដែលមានជម្រៅ2ម៉ែត្រហើយក្រាលបេតុងពីលើទៀតប្រិមិត្តបាទនៅពេលដែលសម្លាប់រួចហ្នឹងឃាតករបានដឹកយកសាកសពរបស់ជនរងគ្រោះយកមកកប់នៅក្នុងដីជម្រៅ2ម៉ែត្រជាងហើយក៏ក្រាលបេតុងពីលើទៀតប្រិមិត្តបាទអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដាននេះគឺជាករណីឃាតកម្មដ៏រន្ធត់បាទយើងសង្ឃឹមថាសមត្ថកិច្ចលោកនឹងធ្វើការដុតដៃដុតជើងតាមប្រមាញ់ចាប់នៅជនដៃដល់ដែលជាឃាតករដែលបានសម្លាប់ទៅលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃខាងលើនេះបានឆាប់យកមកធ្វើការផ្ដន្ទាទោសផងដែរអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណេញណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណ សម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើសជាស្គរលើសជាខ្លាញ់លើសជាអាស៊ីតឬក៏លើសឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុកប្រួយតាមសាច់ដុំចរហាយបាតជើងសគាបាតជើងបបាក់ក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងកៅអីបិទបាតជើង50សេនដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេងថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបាត់បញ្ហាឈឺចុកចាប់ទឹករយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបងអង្គមីងលោកតាយាយគ្រាន់តែបិទនៅលើបាតជើងមុនចូលគេងហើយស្អែកព្រលឹមឡើងនៅពីគេងយើងបកចឹងគឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបងនឹងមកអញ្ចឹងបងអង្គមីងអាចរកទិញបាននៅលើទីផ្សារទូទាំង25ខេត្តក្រុងឬក៏អាចតំណតាម page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបាន